អរគុណព្រះអង្គយើងជួបគ្នាម្ដងទៀតហើយថ្ងៃនេះយើងរៀនមេរៀនបំណិតជីវិតមេរៀនទី13ការប្រុងប្រយ័ត្ននៅរដូវរំហើយបាទនៅរដូវរំហើយជារដូវមួយដែលចុះត្រជាក់ហើយមានខ្យល់បក់ខ្លាំងមកពីទិសឧត្តរដែលធ្វើឲ្យរុក្ខជាតិធ្លាប់តែបៃតងប្រែក្លាយទៅជាកម្រាលព្រំពណ៌មាសដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៍ចឹងនៅរដូវនេះរុក្ខជាតិគឺពណ៌បៃតងហើយយើងថតរូបឬក៏ធ្វើអីគឺមើលទៅស្រស់ស្អាតមែនស្នាប្រហោះបងប្អូនចឹងយ៉ាងណាមិញក្នុងរដូវនេះយើងគួរប្រុងប្រយ័ត្ននៅពេលមានខ្យល់បក់ខ្លាំងអាចធ្វើឲ្យប៉ាវសម្ភារៈប្រើប្រាស់ដំបូលផ្ទះឬផ្ទះបាក់រលំបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វឬខូចខាតទ្រព្យសម្បត្តិជាដើមនៅរដូវនេះគឺមានភាពវិជ្ជមានប្រហែលបង្កើតមករុក្ខជាតិគឺស្រស់ស្អាតហើយក៏មានភាពអវិជ្ជមាននៅក្នុងនោះដែរដើម្បីបញ្ជាពីបញ្ហាដែលកើតឡើងនៅរដូវលំហើយនេះបងត្រូវតែចងចាំ3ចំណុចដូចខាងក្រោមដែលលោកគ្រូដាក់កប្រុងប្រយ័ត្នចំពោះសុខភាពខប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិកចូលរួមការពារនិងប្រុងប្រយ័ត្ននៅក្នុងរដូវរំហើយចឹងយើងចូលទៅដល់ចំណុចកតែម្ដងកុំឲ្យខាត់ពេលបាទចំណុចកប្រុងប្រយ័ត្នចំពោះសុខភាពរដូវរំហើយជាពេលវេលាដែលខ្យល់ធ្លាក់ហូបត្រជាក់ខ្យល់នោះអាចបង្កឲ្យមនុស្សយើងគ្រប់រូបកើតបញ្ហាសុខភាពជាច្រើនដូចជាជំងឺផ្ដាសាយគ្រុនផ្ដាសាយវាសម្បោរជំងឺអាឡែស៊ីអាកាសធាតុជំងឺអាឡែស៊ីស្បែកស្ងួតកជំងឺភ្នែកក្រហមជំងឺរលាកបំពង់កភ្នែកខាងស្ងួតរលាកផ្លូវដង្ហើមផ្នែកខាងលើរមាស់ភ្នែកប្រេះបបូរមាត់ប៉ងបែកតាមរើមបបូរមាត់ស្បែកស្ងួតឡើងបែកស្រកាដែលងាយប្រេះឬដាច់រលាត់ជាដើមចង់ដូចរូបនេះគ្រុនផ្ដាសាយជំងឺភ្នែកក្រហមប្រេះបបូរមាត់ហើយយើងចូលទៅចំណុចបន្តទៀតខប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិការប្រុងប្រយ័ត្នឬការការពារប្រសើរជាងព្យាបាលអញ្ចឹងនៅក្នុងខគម្ពីរក៏មានដែរនៅក្នុងខគម្ពីរម៉ាកុសចំពោះ13ខ33ចូលប្រុងប្រយ័ត្នឲ្យចាំយាមនៅក្នុងម៉ាកុសចំពោះ13ខ33ចូលប្រុងប្រយ័ត្នឲ្យចាំយាមហើយអធិដ្ឋានផងត្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេអញ្ចឹងយើងអាចដឹងទេថាបញ្ហាហ្នឹងកើតឡើងនៅពេលណាដូចគ្នានេះដែរក៏យើងអត់ដឹងដែរថាព្រះអង្គនឹងជិះមកម្ដងទៀតនៅពេលណាចំណុចទី1ការទុកដាក់សម្ភារៈប្រើប្រាស់យើងត្រូវត្រៀមសម្ភារៈប្រើប្រាស់នៅពេលរដូវធ្លាក់ខ្យល់មានអាវរងាមួកក្រាស់ស្រោមដៃស្រោមជើងភួយក្រាស់ទុកដាក់នៅកន្លែងដែលងាយស្រួលក្នុងការរកនៅរដូវរំហើយចំពោះសម្ភារៈខ្លះទៀតងាយនឹងហាលដូចជាខោអាវដែលហាលកម្រងឆ្នាំងចានស្លាបព្រាកាំបិតផ្ទះជ្រញ់ដែកដោះឆ្នាំងអេប៉ុងមានចានដែលយើងគួរទុកដាក់នៅកន្លែងដែលត្រឹមត្រូវនិងសុវត្ថិភាពដើម្បីបញ្ជៀសការបាត់បង់និងប៉ើងតាមខ្យល់អញ្ចឹងនេះគឺជាសម្ភារៈដែលយើងគួរទុកដាក់ហើយបើយើងនៅផ្ទះឈើគឺយើងទុកដាក់សម្ភារៈដែលត្រឹមត្រូវបែបនេះបាទការទុកដាក់សម្ភារៈត្រឹមត្រូវយើងចូលទៅចំណុចទី2ការបង្ការកើតអគ្គិភ័យរដូវរំហើយតែងតែមានខ្យល់បក់ញឹកញាប់ហើយសម្ភារៈផ្សេងងាយស្រួលប៉ើងប្រប៉ាត់ប្រប៉ាយដែលបង្កឲ្យមានអគ្គិភ័យឆាប់ឆេះអញ្ចឹងយើងដឹងហើយបើសិនជាយើងទុកសម្ភារៈមិនត្រឹមត្រូវនោះច្បាស់ជានឹងមានអគ្គិភ័យដូចជាអ្នកខ្លះចោលជក់បារីចោលនៅតាមផ្ទះស្រែនឹងធ្វើឲ្យភ្លើងឆេះស្រែបាទហើយខ្លះទៀតគឺទុកសម្ភារៈដែលងាយឆេះអញ្ចឹងធ្វើឲ្យអាចនឹងឆេះផ្ទះអ្នកភូមិឬក៏ឆេះព្រៃជាដើម
បាទដូចរូបដែលគ្រូបានដាក់ខាងក្រោមទាំង3ហ្នឹងជាចូលទៅចំណុចកចូលរួមការពារប្រុងប្រយ័ត្នក្នុងរដូវរំហើយយើងត្រូវតែចូលរួមរក្សាការពារឲ្យបានឆាប់ជួននៅរដូវរំហើយនៅរដូវនីមួយៗដើម្បីជួយការពារដល់អាយុសុខភាពរាងកាយសុខភាពស្បែកទ្រព្យសម្បត្តិទ្រព្យបុគ្គលទ្រព្យសាធារណៈប្រៃឈើរបស់យើងឲ្យបានប្រសើរទាំងអស់គ្នាដើម្បីបញ្ឈាននៅភាពក្រីក្រទាំងយើងនិងប្រទេសរបស់យើងនេះគឺខតន្ទិញអ្វីដែលគួរតែចងចាំបើសិនជាកូនចងចាំខនេះកូនអាចនឹងឃើញអ្វីដែលគ្រូបានបង្រៀននៅថ្ងៃនេះដែរចឹងនៅក្នុងម៉ាកចំពោះ13ខ33ចូលប្រុងប្រយ័ត្នឲ្យចាំយាមហើយអធិដ្ឋានផងត្បិតអ្នករកគ្នាមិនដឹងពេលកំណត់នោះទេចឹងយើងអាចដឹងពេលកំណត់ពេលណាដែលព្រះអង្គនឹងយាមមកហើយនៅពេលណាដែលយើងមានបញ្ហាទេចឹងវីដេអូរបស់លោកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណសូមព្រះអង្គប្រទានពរ